ក្មេងកំពុងមើលត្រីឆ្លាមភ្លាមនោះក្មេងពីរនាក់ដែលចូលចិត្តលេងសើចបានដើរទៅជិតហើយធ្វើបាបក្មេងនោះចូលយើងធ្វើកាយវិការនៅពេលនេះត្រីឆ្លាមនៅពីក្រោយគាត់មិនបានសប្បាយចិត្តណាស់ពេលក្មេងប្រុសនោះងាកមកនាងក៏សិស្សរបស់គាត់ប្រែជាពណ៌មាសហើយរាងកាយរបស់គាត់បន្ទាប់ពីនោះជីវិតសត្វសមុទ្រទាំងអស់បានប្រមូលផ្ដុំគ្នាដូចជានៅក្នុងរងចាំនាងធ្លាក់ចូលទៅក្នុងទឹករាក់ក្មេងប្រុសនោះឈ្មោះ Arthur ហើយឪពុករបស់គាត់មិត្តខ្ញុំជាមនុស្សធម្មតានៅយប់មួយនាងបាននៅលើឆ្នេរសមុទ្រនាងបានរើសយកស្ត្រីស្រស់ស្អាតចម្លែកម្នាក់ជំនួសឲ្យការញ៉ាំបាយគាត់ញ៉ាំតែត្រីដោយកាន់សត្វហាប៉ូនមានចរិតកាច់សាហាវខ្លាំងណាស់តាមពិតនាងគឺជាអាត្លង់ទីសព្រះនាងដែលបានរត់គេចពីអាពាហ៍ពិពាហ៍ដែលបានក្នុងអន្តរកម្មជាបន្តរបស់ពួកគេនោះបង្កើតអារម្មណ៍ចំពោះគ្នាទៅវិញទៅមកបន្តិចម្ដងតាមពេលវេលាដែលបានកើតមកក្រុមគ្រួសារបានរស់នៅយ៉ាងមានសុភមង្គលតែមិនយូរប៉ុន្មានសមុទ្រក៏បានលិចទៅទាហាននៅទីនោះបានរកឃើញកន្លែងនេះនាងបានលើកអាវុធរបស់នាងឡើងវិញហើយវាប្រឆាំងទាហានត្រូវបានដោះលែងយ៉ាងឆាប់រហ័សការតាំងចិត្តដែលឃើញថាថ្ងៃទាំងនោះត្រូវបានរាប់បញ្ចូលនេះត្រូវបានអនុម័តដើម្បីសុវត្ថិភាពស្វាមីនិងកូនរបស់គាត់ការជ្រើសរើសត្រឡប់ទៅសមុទ្រវិញអាធើរតូចបានធំឡើងក្នុងមួយប៉បរិចភ្នែកប៉ុន្តែនាងក៏បានដឹងភ្លាមថាខ្ញុំពិតជាអាចហែលទឹកដោយសេរីនៅក្នុងសមុទ្រការដកដង្ហើមនិងហែលទឹកគឺល្អជាងនៅក្នុងសមុទ្រត្រីមានល្បឿនលឿនហើយថែមទាំងអាចការដោះដូរជីវិតសមុទ្រនៅថ្ងៃនេះព្រះមួយអង្គបានយាងមកពីសមុទ្របុរសចំណាស់ម្នាក់ដែលអះអាងថាជាម្ដាយរបស់នាងអ្នកក្រោមបង្គាប់របស់នាងនៅទីនោះដើម្បីបង្រៀនក្បាច់ស្វាមីចាប់តាំងពីពេលនោះមក Arthur មានបុរសអ្នកត្រួតពិនិត្យថ្នាក់បណ្ឌិតដើម្បីជួបម្ដាយអូនសម្លាញ់អាធើរបានចាប់ផ្ដើមរៀនអ្វីជាច្រើនជំនាញ10ឆ្នាំបានកន្លងផុតទៅក្នុងមួយប៉បរិចភ្នែកក៏ប៉ាមួយមួយទឹកត្រូវបានចោលសមុទ្រប្លន់យកខូខើគ្មានមេត្តានិងខូខើបំផុតភ្លាមនោះនាវាមួយទឹកបានញ័របុរសអាចកំបាំងម្នាក់កាន់នាវាមួយទឹកប្រញាប់ប្រញ័រឆ្ពោះទៅសមុទ្រគាត់ធំឡើងអាធើរបន្ទាប់ពីឥឡូវនេះ Arthur មានភាពរឹងមាំមិនគួរឲ្យជឿមិនអាចប្រៀបផ្ទឹមបានមិនអាចទ្រាំទ្រនឹងដាវនិងលំពេងប្រកកំភ្លើងធំមួយបានហោះមករក Arthurសម្បកខ្យងមិនអាចកោះគាត់បានផងវាត្រូវបានដោះស្រាយក្នុងរយៈពេលមិនយូរប៉ុន្មានចោលសមុទ្រ Arthur បាននៅលើសមុទ្រអស់រយៈពេលជាច្រើនឆ្នាំអាហារសម្រន់ពេលព្រឹកពេលខ្លះខ្ញុំនឹងទៅបារដើម្បីសម្រាកសេចក្តីស្រឡាញ់អ្នកស្រុកទាំងអស់ចាត់ទុកអាស៊ីសេគឺជាវីរបុរសនៅយប់នោះ Arthur និងឪពុករបស់គាត់នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញនៅសមុទ្រភ្លាមនោះរលកកម្ពស់100ម៉ែត្រត្រូវបានបង្កើតឡើងគេត្រូវបានបោកបក់ទៅជាមួយរថយន្តវាបានចូលទៅក្នុងសមុទ្រណាំងល្អស្ត្រីម្នាក់ស្លៀកឈុតពណ៌បែកគេបានបង្ហាញខ្លួនដើម្បីជួយឲ្យបានជួយ Arthur គេបានជួយសង្គ្រោះឪពុករបស់ត្រីនោះឈ្មោះ Bella សាធារណជននៅអាត្លង់ទីសម្ចាស់ផ្ទះនាងសង្ឃឹមថា Arthur អាចត្រឡប់មកវិញហើយទទួលពីព្រោះ Arthur ជាបងប្អូនបង្កើតអូនប្រុសរបស់ព្រះអង្គម្ចាស់នៃព្រះបតាបច្ចុប្បន្នបន្ទាប់នៃកុលសម្ព័ន្ធមហាសមុទ្រទាំង7ក្រុមនេះកំពុងរៀបចំបំផ្លាញមនុស្សជាតិបន្ទាប់មក Arthur បានដើរតាម Bella ពេលទៅដល់បាតសមុទ្រគ្រូរបស់គាត់បាទយើងបានរងចាំអស់រយៈពេលយូរមកហើយបានប្រាប់គាត់ថាគាត់ចង់ឈប់សង្គ្រាមទាមទារការរកឃើញឡើងវិញនៅប្រពៃណីត្រីកោណរបស់ Poseidon ការមានវាអនុញ្ញាតឲ្យមនុស្សម្នាក់បញ្ជាស្បូរសម្ព័ន្ធបរទេសទាំង7តែភ្លាមនោះពួកគេត្រូវបានល្បាតលោកគីយ៉ាបានរកឃើញថាអាធើរកំពុងព្យាយាមលាក់បាំងនុបដ្ឋាយិកានិងបេឡាបានរត់គេចខ្លួនគាត់ផ្ទាល់ត្រូវបានសម្លាប់ដោយបុរសរបស់បងប្រុសគាត់ពេល Arthur ភ្ញាក់ពីដំណេកម្ដងទៀត5ខ្សែសង្វាក់មួយចងយ៉ាងតឹងរឹងគាត់កំពុងអង្គុយនៅពីមុខគាត់វាគឺជាប្អូនប្រុសរបស់គាត់ឈ្មោះហឺមបេឡានិងគ្រូរបស់ Arthurស្ដេចអូរមជឿលើ Arthur អត្ថភាពនៃអាត្លង់ទីសអ្វីដែលគួរឲ្យខ្មាស់អៀនបំផុតនោះគឺវាគ្មានមូលដ្ឋានសម្រាប់បាតសមុទ្រ Arthur ប្រញាប់ប្រញាល់ដោយកំហឹងបន្ទាប់ពីយកប្អូនប្រុសរបស់ខ្ញុំទោះជាយ៉ាងណាក៏ដោយប្រឈមមុខនឹងការពិតដែលថាពួកគេតែខាងក្រោមពួកគេបានទទួលការបណ្ដុះបណ្ដាលជាធ្វើឲ្យលឿនស្ថិតក្នុងស្ថានភាពមិនអំណោយផលសូម្បីតែតាក់ទងនឹងអាវុធត្រូវបានកាប់ផ្ដាច់ដោយអូមពេលឡាទាន់ពេលវេលាពួកគេបានបង្ហាញខ្លួនយក Arthur ទៅឆ្ងាយហើយបន្ទាប់មកវាបានចូលទៅក្នុងមាត់